Please welcome to the English Talking បាទសូមស្វាគមន៍មកកាន់ Channel The English Talking បាទនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកជូននៅពាក្យបាទសំដៅទៅលើឬក៏ចង់និយាយអំពីធម្មជាតិអូខេបាទពាក្យទីមួយគឺ nature បាទ nature គឺធម្មជាតិអូខេថ្នាក់ពាក្យជាគុណនាមគឺជាធម្មជាតិ nature អូខេពាក្យទីពីរគឺ natural បាទគឺសេ ខុសគ្នាបងប្អូនពេលដែលយើងអានប៉ុន្តែសរសេរគ្រាន់តែ RAL ទេ natural គឺយើងសេខុសគ្នាថ្នាក់ពាក្យជាគុណនាមបាទនេះថាដែលធម្មជាតិបាទទី3គឺពាក្យ naturally បាទ naturally មាន3ព្យាង្គយើងអានបាទពោពេញដោយធម្មជាតិឬក៏ទៅតាមធម្មជាតិអូខេយើងមើលគេដាក់ថា a village at countryside is nature អូខេ nature បាទជីវិតឬក៏ភូមិនៅតំបន់ជនបទគឺជាភូមិធម្មជាតិបាទបានន័យថាពោពេញដោយធម្មជាតិណាបាទគឺធម្មជាតិស្រស់បំព្រងអូខេបាទអញ្ចឹងយើងអាចនិយាយបែបហ្នឹងក៏បានបាទអត់ជាបញ្ហាទេដែលយើងចង់សំដៅទៅលើភូមិតែជានាមអូខេ the life happiness is nature បាទជីវិតសេចក្តីសុខជីវិតគឺធម្មជាតិបាទអូខេមួយទៀតគឺប្រើជាមួយនឹងគុណនាមគេដាក់ថា naturally life is very good បាទជីវិតគឺពោពេញទៅដោយធម្មជាតិណាបាទ the rice field is naturally បាទវាស្រូវនឹងឯងគឺពោពេញដោយធម្មជាតិអូខេបាទហើយយើងក៏អាចប្រើបន្តបានដែរអាចថាលើកទៅមុខអូខេគេថា life of people need naturally បាទមនុស្សត្រូវការជីវិតដោយធម្មជាតិឬក៏ជីវិតរបស់មនុស្សត្រូវការធម្មជាតិរស់នៅដោយធម្មជាតិអូខេនៅក្នុងវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងសូម